អូខេចឹងនេះគឺជា part 2 នៃការលេងកោះរ៉ុងរបស់ខ្ញុំ3ថ្ងៃ2យប់ហើយពីដែរគឺនឹងមាន clip មួយដែលវាមកចុកខ្លួនហ្មងវាមកទំហឹងដែរឥឡូវកុំនិយាយច្រើនពេកខ្ញុំងើបពីដេកហ្នឹងមកប្រហែលជា7ជាងហើយមកចេញផុតពីកន្លែងគេងគឺម៉ោង8អញ្ចឹងដំបូងឡើយគឺយើងទៅរកឲ្យញ៉ាំសិនហើយចំពោះបាយសុំដែរបើសិនបើឲ្យខ្ញុំរេតគឺខ្ញុំរេត8លើ10ប៉ុន្តែតម្លៃវាថ្លៃដែរគឺមួយចាន 10000 អញ្ចឹងបន្ទាប់ពីខ្ញុំញ៉ាំហើយខ្ញុំក៏ជិះម៉ូតូទៅព្រៃកោងកាំងចឹងឥឡូវហ្នឹងគឺខ្ញុំមកដល់ព្រៃកោងកាំងហ្នឹងហើយសម្បត្តិចូលដូចជាធូរថ្លៃដែរទេដូចជាក្រម5000ដូចជា1រៀលបាទតែខ្ញុំចាំតែច្បាស់ទេហើយកន្លែងហ្នឹងដែរគឺយើងអាចចូលទៅជីកាយៈក៏បានយើងអាចដើរមើលព្រៃកោងកាំងមើលដើមឈើរុក្ខជាតិអីដែលគេមាននឹងទៅប៉ុន្តែខ្ញុំបានមើលអីច្រើនទៅខ្ញុំចង់ដើរទៅខាងក្រោយឲ្យសាប់ខ្ញុំធ្លាប់មកពីឆ្នាំមុនដែរបានទៅដល់ខាងក្រោយចឹងទៅក៏មកសានេះគឺខ្ញុំដើរធ្វើម៉េចឲ្យបានទៅដល់ខាងចុងហើយដល់ពេលដើរទៅដល់ខាងចុងភ្លាមមិនតាន់បានធ្វើអីផងគឺល្អិលផ្លាច់ចឹងទៅក៏អត់បានធ្វើអីទេដោយសារប្រឡាក់ខោដូចបាច់អាចអូខេចឹងឥឡូវហ្នឹងគឺម៉ោងប្រហែលជា2:10ហើយខ្ញុំមកដល់កន្លែងដេកវិញហ្នឹងគឺខ្ញុំដេកប្រហែលជា1ម៉ោងជាងទៅដោយសារតែខ្ញុំដួលទៅដូចវាជាប់សរសៃចឹងចឹងទៅក៏ដេកដល់ផ្លែហ្នឹងទៅហើយឥឡូវហ្នឹងគឺដើរចេញទៅរកអីញ៉ាំហើយដូចបងប្អូនឃើញចឹង view ស្អាតមែនតើបរទេសគាត់ឈៀលមែនតើខ្ញុំគាត់ឈៀលដែរដោយសារតែ view មើលទៅដូចវាត្រជាក់ភ្នែកមែនតើហើយកន្លែងដែលខ្ញុំទៅញ៉ាំពេលថ្ងៃហ្នឹងដែរគឺឈ្មោះថា Dara Restroចឹងឥឡូវហ្នឹងគឺខ្ញុំមកដល់កន្លែងញ៉ាំអីឈ្មោះ Dara Restro ហ្នឹងហើយខ្ញុំចូលទៅហ្នឹងគឺខ្ញុំដំបូងខ្ញុំស្មានហាងគេបិទដោយសារតែអត់ឃើញមនុស្សតែមនុស្សគាត់នៅខាងក្នុងអញ្ចឹងក៏ស្រែកហៅគាត់ទៅហើយខ្ញុំ order ទៅ pizza មួយទេជាមួយ passion ហើយខ្ញុំញ៉ាំហ្នឹងគឺមិនសូវចូលប៉ុន្មានទេដោយសារក៏ពិតឆ្ងាញ់មែនតែញ៉ាំមិនសូវចូលដោយសារតែបន្ទាប់ពីដួលមកហ្នឹងខ្ញុំមានអារម្មណ៍ដូចត្រុចត្រោមែនតើហ្មងបាទហើយញ៉ាំហើយក៏បន្តដំណើរទៅមួយកន្លែងទៀតគឺទៅ Mafia ហ្នឹងហ្មងហើយសម្រាប់ផ្លូវទៅ Mafia ឬមួយក៏កោះឋានសួគ៌ដែរគឺវាមិនជាពិបាកប៉ុន្មានទេគ្រាន់តែផ្លូវវាឡើងចុះភ្នំច្រើនឡើងចុះអញ្ចឹងហើយថ្មច្រើនមែនតើអញ្ចឹងបងប្អូនណាគាត់ចូលចិត្តផ្សំព្រឹងអីជិះម៉ូតូអីអញ្ចឹងសប្បាយមែនតើមកហើយផ្លូវទៅហ្នឹងក៏មិនជាឆ្ងាយប៉ុន្មានដែរហើយមកស៊ូទៅខ្ញុំក៏បានទៅដល់ឆ្នេរ Mafia ហ្នឹងឬមួយក៏យើងអាចនិយាយបានថាឆ្នេរឋានសួគ៌ហ្នឹងទីខុសវាហ្នឹងអូខេចឹងឥឡូវនេះគឺខ្ញុំកំពុងតែនៅឆ្នេរឋានសួគ៌ហើយបរិយាកាសគឺពិតជាស្រស់ស្រាយមែនទែនហើយ view ក៏ស្អាតដែរខ្ញុំធ្លាប់មកឆ្នាំមុនដែរប៉ុន្តែមកខែភ្លៀងយទៅគឺសឹងថាមើលអត់ឃើញមកឃើញតែរៀងខ្មៅអញ្ចឹងដូចមេឃវាងឹងអញ្ចឹងទៅមើលអត់ឃើញទេហើយក៏អត់ស្រស់ស្អាតដែរប៉ុន្តែមកនេះគឺពិតជាស្អាតមែនទែនមេឃឡើងខៀវហើយមានរំលងដល់តាមទៅស្រួលមែនទែនហើយខ្ញុំក៏មានធ្វើច្រើនដែរគាត់ដើរមើលមួយផ្លែតអញ្ចឹងទៅដោយសារតែខ្ញុំក៏មាន plan ថាទៅអង្គុយធ្វើអីនៅខាងនឹងដែរគាត់តែចង់ជិះទៅមើលផ្លែតអញ្ចឹងហើយក៏ជិះមកវិញទៅអូខេចឹងកន្លែងដែលខ្ញុំទៅបន្តទៀតគឺឈ្មោះថា Palm Beach ដែលកន្លែងហ្នឹងដែរក៏ខ្ញុំធ្លាប់ទៅពីឆ្នាំមុនដែរតែដោយសារតែមេឃភ្លៀងខ្ញុំអត់បានដើរអស់ទេលើនេះគឺខ្ញុំនឹងដើរមើលអស់តែម្ដងអូខេចឹងបន្ទាប់ពីយើងមកពី Mafia ឥឡូវគឺខ្ញុំមកដល់ Palm Beachចឹងបន្ទាប់ពីខ្ញុំមើលហើយខ្ញុំទៅទិញទឹកដូរប៉ុន្តែទឹកដូរហ្នឹងគឺគេអត់មានលក់នៅហ្នឹងទេបងណាមានលក់ទឹកដូរអត់បងអត់មានហើយចឹងទៅក៏ជិះទៅកន្លែងគេវិញហើយវីដេអូថ្ងៃទី2ខ្ញុំក៏មានប៉ុណ្ណឹងហើយ vlog ទៅកោះរ៉ុងរបស់ខ្ញុំហ្នឹងក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងជួបគ្នាវីដេអូក្រោយ